đây nhắm thọp rồi cho nổi bàn to tập pe quạt thẹn luôn chư cái lối gọt chập bẹ cái ở căn để chờ bay nhóm mấy con tôi tiết đang sờ bạ pina tana tê ọt miên cùng rong ca tiêm tục môn chẳng và bạn mình tên បើសិនជាអ្នកទាំងអស់គ្នាស្ថិតនៅក្នុងចំណុចនេះសូមធ្វើការខមមិនប្រាប់ខ្ញុំផងដើម្បីខ្ញុំបានដឹងខ្ញុំនឹងតាក់ទងទៅនឹងជួយធ្វើផែនការដោះក្នុងបញ្ហានេះតែម្ដងបាទអូខេបងប្អូនអញ្ចឹងមុននឹងចូលទៅក្នុងសាច់រឿងប្រធានបទរបស់យើងខ្ញុំសូមការអនុញ្ញាតនិយាយអំពីប្រវត្តិរូបរបស់ខ្ញុំខ្លះៗសម្រាប់បងប្អូនដែលមិនទាន់ធ្លាប់ស្គាល់ខ្ញុំបាទឈ្មោះមានសវុតភរិយារបស់ខ្ញុំមកសើសើបាទពួកយើងធ្លាប់ជាប់បំណុល $40000 ធ្លាប់រកស៊ីបើកលក់ម៉ាស៊ីនត្រជាក់នៅគូលស្ពានព្រៃសំរោងយើងបានខ្ចីបំណុលគេដំបូងហ្នឹងត្រឹមតែ$5000ទេយកទៅធ្វើអាជីវកម្មមួយហ្នឹងប៉ុន្តែជាអកុសលมันបានជោគជ័យអ្វីនោះទេក៏ខ្សែធនបិទអាជីវកម្មហ្នឹងត្រឡប់ទៅវិញទៅបាទអញ្ចឹងយើងសល់បំណុលយើងប្រឹងប្រែងរហូតដល់ឆ្នាំ2019យើងប្រឹងខ្លាំងមែនទែនដល់ថ្នាក់រត់ចោលស្រុកបាទបងប្អូនខ្ញុំរត់ចោលស្រុកដោយសារតែខ្ញុំគិតថាចេះពេលដែលខ្ញុំចាក់ចេញពីស្រុករកស៊ីមានបានចាំខ្ញុំត្រឡប់មកវិញទៅប៉ុន្តែជាអកុសលពេលដែលខ្ញុំបានទៅធ្វើជាចំណាក់ស្រុកធ្វើជាពលករគេហ្នឹងគឺវាអត់ស្រួលដូចអ្វីដែលយើងបានគិតទេអញ្ចឹងក៏យើងត្រឡប់មកវិញអញ្ចឹងខ្ញុំធ្លាប់បានទៅធ្វើជាពលករនៅក្នុងប្រទេសថៃហ្នឹងគឺអត់បានយូរទេក៏យើងត្រឡប់មកវិញក៏យើងជួបជាមួយនឹងដុកទ័របំណុលគឺលោកគ្រូសៀសផលលោកគ្រូសៀសផលគឺជាបុគ្គលម្នាក់ដែលបានជួយយើងក្នុងការដោះបំណុលដ៏ធំធេងនឹងបានដោយប្រើពេលត្រឹមតែមួយខែទេហើយមិនត្រឹមតែប៉ុណ្ណឹងទេប្រាប់យើងថាឲ្យយើងចងក្រងបទពិសោធន៍ដែលយើងធ្លាប់ឆ្លងកាត់ហ្នឹងធ្វើជាវគ្គសិក្សាធ្វើជាសភៅដើម្បីចែកចាយទៅដល់មនុស្សដទៃទៀតទៅអញ្ចឹងក៏យើងបានធ្វើតាមការណែនាំរបស់គាត់ហើយក៏មានបងប្អូនជាច្រើនដែលគាត់បានយករូបមន្តក្បួនរបស់យើងទៅយកទៅមើលយកទៅធ្វើក៏ទទួលបានដំណោះស្រាយដូច្នេះបើសិនជាបងប្អូនចង់ស្ដាប់ចង់ឃើញចង់ដឹងលម្អិតបងប្អូនចុចចូលទៅក្នុង link Telegram មួយដើម្បីស្ដាប់សម្ដីសាកសីពិតៗរបស់យើងដែលយើងបានដាក់ជូនបានអូខេបងប្អូនអញ្ចឹងត្រឡប់មកសាច់រឿងប្រធានបទរបស់យើងវិញដែលនិយាយអំពីធ្លាក់ខ្លួនឈឺគ្មានផែនការបំរុងហើយបាត់បង់ចំណូលធ្វើឲ្យសម្ពាធការចំណាយហ្នឹងហក់ឡើងលើសពីការរំពឹងទុកបាទមានថាមិនដឹងថាត្រូវធ្វើយ៉ាងម៉េចព្រោះយកអត់មានលុយបំរុងអញ្ចឹងបងប្អូនធ្លាប់ឈរចំណុចហ្នឹងបានយល់ថាស្ថានភាពនេះគឺជាស្ថានភាពមួយដ៏លំបាកខ្លួនក៏ឈឺចំណូលក៏អត់ប៉ុន្តែការចំណាយអត់បានត្រឹងទេមែនទេបាទគឺកើនឡើងមានថាមកទៀងរហូតបង់ថ្លៃសាលាកូនក៏មកដល់បង់ធនាគារក៏មកដល់បាទចំណាយបន្ទុកនៅក្នុងក្រុមគ្រួសារក៏មានហើយអាខ្លួននឹងមានជំងឺត្រូវធ្វើការព្យាបាលត្រូវទៅពេទ្យដើម្បីទិញថ្នាំក្នុងការព្យាបាលខ្លួនឯងទៀតប៉ុន្តែជាក់ស្ដែងងាកមកកលេចមកលុយបំរុងរបស់យើងគឺអត់មានសោះបាទអញ្ចឹងនេះគឺជាចំណុចមួយដែលខ្ញុំធ្លាប់ឆ្លងកាត់ដែរអញ្ចឹងបើសិនជាបងប្អូនស្ថិតនៅក្នុងចំណុចនេះបើបងប្អូនចង់ធ្វើការពិភាក្សាដើម្បីស្វែងរកដំណោះស្រាយពីបញ្ហាទាំងអស់នេះបងប្អូនអាចតាក់ទងមកខ្ញុំបានតាមរយៈលេខ096 630 008គត់យើងមានរូបមន្តមានក្បួនមួយចំនួនដែលយើងធ្លាប់បានឆ្លងកាត់យើងអាចជួយបានកុំអស់សង្ឃឹមរឿងបំណុលយើងអាចជួយបានបាទអរគុណច្រើនជម្រាបលា